ជំរាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងទស្សនានៅវីដេអូរបស់ខ្ញុំផងដែរចា៎ចង់បញ្ជាក់ថាខ្ញុំថ្ងៃនេះគឺខ្ញុំអត់បានបញ្ចូលសម្លេងទេគឺខ្ញុំនិយាយផ្ទាល់តែម្ដងហើយគឺនៅវាលស្មៅរបស់ខ្ញុំតែម្ដងដោយសារខ្ញុំចង់ចែករំលែកទៅដល់បងប្អូនមួយចំនួនដែលគាត់ប្រើកុងធនាគារចា៎មុននឹងយើងបាញ់ទៅឲ្យបុគ្គលណាម្នាក់បងប្អូនត្រូវតែពិនិត្យមើលឈ្មោះរបស់គេលេខកុងធនាគារនឹងឲ្យបានត្រឹមត្រូវចា៎ដើម្បីជៀសវាងការភ័ន្តច្រឡំបាញ់ចូលគេផ្សេងផ្ដាអញ្ចឹងចាក្នុងករណីមួយដូចជាយុគមិញអញ្ចឹងម៉ោងប្រហែលជាម៉ោង10ចា10ជាងណាឃើញមានលុយចូលមកចូលក្នុងកុងធនាគាររបស់ខ្ញុំចាលុយកុងចូលកុងរបស់ខ្ញុំ$8វាច្រើនទេបងប្អូនទាំងគ្នាប៉ុន្តែខ្ញុំក៏ឆ្ងល់នឹកឃើញថាអ្នកណាគេបាញ់លុយឲ្យខ្ញុំចេះកូនក្មួយខ្ញុំមិនមែនតែដល់មួយសន្ទុះក្រោយមកក៏មានហើយមុនដែលបងអូនស្រីគាត់ឆាតមកខ្ញុំហ្នឹងគឺខ្ញុំបានគ្រឿងសតទុកចាខ្ញុំចង់ដឹងថាឈ្មោះអ្នកណាគេអពិតប្រកបអីចឹងណាហើយដល់ពេលអញ្ចឹងទៅមួយសន្ទុះក្រោយមកបងអូនស្រីម្នាក់ហើយក៏ជា friend របស់ខ្ញុំហើយក៏ជាអ្នកដែលស្គាល់គ្នាទៀតបងប្អូនទាំងគ្នាអញ្ចឹងគាត់ថាគាត់ឆាតមកប្រាប់ខ្ញុំប្រាប់ខ្ញុំថាជាបងខ្ញុំបាញ់ច្រឡំលុយចូលក្នុងកង់បងឯងហើយដល់ពេលអញ្ចឹងទៅខ្ញុំថាបងឃើញតែអូនតែបងអត់ដឹងថាអ្នកណាគេឈ្មោះអ្នកណាអីចឹងណាហើយដល់ពេលអញ្ចឹងទៅដល់មើលក្នុង Messenger ទើបខ្ញុំដឹងថាអូអ្នកដែលស្គាល់គ្នាទៀតហើយក៏និយាយរួមទៅភាពស្និទ្ធស្នាលដែរណាបងប្អូនទាំងគ្នាហើយដល់ពេលអញ្ចឹងដល់អ្វីដែលឈ្មោះពិតប្រាកដរបស់គាត់ខ្ញុំអត់ស្គាល់អញ្ចឹងណាបងប្អូនទាំងគ្នាហើយបន្តមកខ្ញុំក៏បានប្រាប់ថាបងឃើញចូលលូតចូលក្នុងកង់បង$8អញ្ចឹងអូនឯងផ្ញើ QR code មកដើម្បីបងបាញ់ទៅឲ្យវិញពីព្រោះអីពេលដែលបាញ់មកនោះគឺបងអត់ចេះ forward អីទៅត្រឡប់ទៅវិញទេបងចេះប្រើអា QR code ហ្នឹងបាញ់ចូលទៅអញ្ចឹងណាបងប្អូនទាំងគ្នាអញ្ចឹងហើយខ្ញុំសូមបញ្ជាក់ថារាល់បងប្អូនទាំងអស់គ្នាមុនដល់ពេលបងប្អូនបាញ់ទៅឲ្យបុគ្គលណាម្នាក់បងប្អូនត្រូវតាមពិនិត្យមើលឈ្មោះគេច្បាស់លាស់ហើយណាមួយទៀតទាំងគេទាំងយើងទាំងចិត្តគេចាស្ដាយដែរបងប្អូនណាទោះបីមិនច្រើនក៏កម្លាំងញើសឈាមរបស់គេដែរគេចង់បានគេអត់ចង់ថាគេស្ដាយលុយកម្លាំងញើសឈាមរបស់គេអញ្ចឹងហើយបានថាធ្វើអីក៏ដោយយើងបើមិនមែនជាលុយរបស់យើងកុំដករបស់គេចាយើងទុកឲ្យគេស្វែងរកដោយខ្លួនឯងមកចាហើយដល់ពេលអញ្ចឹងទៅយើងកាលណាយើងទុករក្សាអ្វីដែលថាលុយនឹងជាមិនមែនជារបស់យើងហើយទុករក្សារបស់គេវិញអញ្ចឹងបានថាមិត្តភាពការរាប់អានគឺនៅតែដូចដែរហើយគេរាប់អានយើងល្អវិញទៀតបងប្អូនទាំងគ្នាអញ្ចឹងហើយបានថាទោះបីក្នុងករណីណាក៏ដោយលុយលោតចូលកង់របស់យើងដូចអាចចេតនាដោយសារយើងអត់ស្គាល់ឈ្មោះគេក៏ដោយយើងក៏គុំដកលុយរបស់គេដែរបងប្អូនទាំងគ្នាចាអញ្ចឹងគួរតែយើងវិលត្រឡប់លុយនឹងទៅឲ្យគេវិញទៅដើម្បីជៀសវាងចាមានការរញ៉េរញ៉ាយច្រើនអីចឹងបងប្អូនទាំងគ្នាហើយណាមួយទាំងគេទាំងខ្ញុំក៏ខ្ញុំស្ដាយដែរលុយចាទោះបីមិនច្រើនក៏ដោយចាទោះបីជាច្រើនក៏ដោយបើមិនមែនជាលុយរបស់ខ្ញុំក៏ខ្ញុំត្រូវវេទៅឲ្យគេវិញដែរបងប្អូនទាំងគ្នាអានេះគឺជាឆន្ទៈរបស់ខ្ញុំចាដោយសារខ្ញុំអត់ចង់បានរបស់គេចាបើសិនណាកម្លាំងញើសឈាមរបស់ខ្ញុំបដូរនឹងកម្លាំងញើសឈាមខ្ញុំចង់បានអញ្ចឹងខ្ញុំចង់បានចាតែបើថាមិនមែនជាកម្លាំងញើសឈាមរបស់ខ្ញុំហើយលុយរបស់គេដោយសារគេបាញ់ចូលដល់អចេតនាណាមួយគួរតែបាញ់ឲ្យគេវិញចាសូមអរគុណជម្រាបលា